Từ cái đó Rồi lên tới. Đây 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 Thì một tiền. Đây. Đâyព្រះករណាជាអម្ចាស់ជីវិតដំកល់លើត្បូងមានព្រះរាជបញ្ជាឲ្យពួកយើងនាំយកអ្នកទោសឈ្មោះមេយើងនេះទៅប្រហារជីវិតដូច្នេះចូលលាយទ្វារបើកទ្វារឲ្យប្រញាប់ឡើងអានឹងយើងបណ្ដាអ្នកទោសចេញទៅកាន់កន្លែងពិឃាតការបញ្ចេញអ្នកទោសយកទៅប្រហារជីវិតទាំងកណ្ដាលអាធ្រាត្របែបនេះគុំត្រូវនឹងច្បាប់មេត្រាដែលជាច្បាប់របស់ព្រះនគរឡើយយើងមិនបើកទ្វារឲ្យទេនេះជាព្រះរាជបញ្ជារបស់ម្ចាស់ផែនដីមិនក៏លោកនិយាយពីច្បាប់មេត្រាអីទៅវិញលោកមិនគោរពលួងទេលួងយើងពិតជាគោរពប៉ុន្តែការបញ្ជាឲ្យយកអ្នកទោសទៅប្រហារជីវិតទាំងកណ្ដាលយប់ដូចនេះបានន័យថាអ្នកទោសនេះពិតជាមិនទាន់បានកាត់ទោសត្រឹមត្រូវតាមច្បាប់តុលាការនៅឡើយទេមើលពួកពេជ្ជឃាតឯងអាចប្រាប់យើងបានទេតើមាយើងមានទោសអីបានជាទ្រង់ត្រាស់បញ្ជាដល់ប្រញាប់ប្រញាល់មិនរងចាំភ្លឺបែបនេះបើមិនយើងដឹងទៅពួកយើងជាពេជ្ជឃាតរងចាំតែទទួលបញ្ជាថាឲ្យសម្លាប់គឺសម្លាប់តែប៉ុណ្ណោះអ្វីទៀតពួកយើងអត់ដឹងទេបើពួកលោកមិនដឹងថាទោសរបស់មាយើងនេះដល់កម្រិតណាផងមិនក៏ពួកលោកហ៊ានចាប់ចងបណ្ដាលគេយកមកសម្លាប់តែទោះបីយ៉ាងណាក៏ដោយក្នុងឋានៈយើងជានីទ្វារទិសបោដែលគោរពវិន័យនិងកិត្តច្បាប់ពីបុរាណយើងមិនបើកទ្វារឲ្យដាច់ខាតព្រោះយើងបារម្ភថាក្រែងការកាត់ទោសប្រហារជីវិតទាំងកណ្ដាលអាធ្រាត្រដោយគ្មានការជំនុំជម្រះបែបនេះអាចនាំឲ្យមានការស្ដាយក្រោយដោយរឿងនិទានស្រីវៃស្កាខុសនោះជាក់ជាមិនខានឡើយនៅនេទ្វារតើរឿងស្ត្រីវាយស្កាខុសនោះតើវាយ៉ាងណាខ្លះទៅចូលអ្នកប្រញាប់និទានរឿងមកមើលរឿងនិទាននោះមានដូចតទៅមានសម័យកាលមួយមានស្ត្រីម្នាក់ចិញ្ចឹមសត្វស្កាមួយសត្វស្កានោះចេះណាស់ហើយនាងក៏មានកូនតូចមួយនៅជាមួយផងដែរពេលនាងចេញទៅណាម្ដងនាងតែងតែផ្ញើកូនឲ្យសត្វស្កានោះជួយមើលថែរក្សាមានថ្ងៃមួយស្ត្រីនោះចង់ចេញទៅផ្សារក៏បានទុកកូនផ្ញើឲ្យសត្វស្កាជួយមើលបន្ទាប់មកក៏មានពស់មួយក្បាលបានលូនចូលចឹកឲ្យក្មេងនោះស្លាប់ក្នុងអង្រឹងនៅពេលដែលលីសូកូនយំហើយបាត់សម្លេងទៅវិញស្កាក៏រត់មកឃើញពស់វាចេញពីអង្រឹងទើបហក់ទៅខាំក្រញីពស់នោះភ្លាមហើយវាខាំពស់តតែស្លាប់ដោយប្រឡាក់ឈាមពេញមុខបន្ទាប់ពីខំពោះស្លាប់ហើយស្កាក៏បានពំពោះយកទៅលាក់ទុកនៅគៀនជញ្ជាំងឆ្ងាយពីអង្រឹងនោះបន្តិចហើយសត្វស្កាក៏បានរត់ច្រាសចុះឡើងដោយអាការៈខ្វាយខ្វល់ស្ត្រីម្ចាស់ផ្ទះមកដល់ផ្ទះវិញដើរទៅជើចុះឃើញកូនស្លាប់ក្នុងអង្រឹងក៏មានសេចក្តីសោកស្ដាយយ៉ាងខ្លាំង
ពេលដែលបានឃើញម្ចាស់ស្កាក៏ស្ទុះមកទទួលដោយមានឈាមពុះប្រឡាក់ពេញមាត់ធ្វើឲ្យម្ចាស់កាន់តែមានការយល់ច្រឡំថែមទៀតក្រោយពីសម្លាប់ស្កាហើយស្ត្រីនោះក៏បានឃើញពស់ដែលស្លាប់ក្រវីននៅគូនជញ្ជាំងជិះតាមទឹកគឺអាពូចង្រៃនេះតាដែលសម្លាប់កូនអញអោស្កាអើយអញបាយឯងខុសហើយការពិតអញគួរតែពិចារណារកហេតុផលឲ្យបានអិនអំសិនមិនត្រូវឆាប់ខឹងច្រឡំគ្មានគិតមុខក្រោយបែបនេះទេម៉ែខុសហើយកូនដោយសារតែខឹងគ្មានការពិចារណាកូនក៏ស្លាប់ស្កាជាទីស្រឡាញ់ក៏ស្លាប់គួរឲ្យស្ដាយណាស់មិនទៅដល់នេះពិតជាគៀបក្រោយពីស្ដាប់រឿងនេះទៅតើយល់ឃើញយ៉ាងម៉េចដែរស្ដាប់ទៅគួរក្តៅក្រហាយចំពោះស្រីម្ចាស់ស្កានោះណាស្កាគ្នាខំខំពោះដែរតែបែរជាមកវាសម្រាប់គ្នាទៅវិញនេះប្រកាសជាគ្មានចេះពិចារណារកហេតុផលស្អីទេឆេវឆាវគ្មានគិតមុខក្រោយរឿងហ្នឹងវាមិនខុសពីរឿងមេយើងនេះទេការបញ្ជាឲ្យយកទៅប្រហារជីវិតទាំងកណ្ដាលអាក្រិតបែបនេះមុខជាមិនបានពិចារណារកខុសត្រូវឡើយយើងមិនបើកទ្វារឲ្យទេលោកប្រកាសជាមិនបើកទ្វារឲ្យមែនណាមែនយើងមិនបើកទ្វារឲ្យទេពួកអ្នកឯងទៅឯណាទៀតក៏ទៅចុះបើអញ្ចឹងយើងទៅទ្វារតាក់សិនវិញមែនតើទៅឡើងឆាប់ដែរយើងធ្លាប់កាន់កាប់ទ្វារតាក់សិននេះអស់20ឆ្នាំមកហើយពុំមានច្បាប់ឯណាអនុញ្ញាតឲ្យបើកទ្វារបញ្ចេញមនុស្សទៅសម្រាប់ទីកណ្ដាលជុកបែបនេះទេពលលោកថយចេញទៅវិញទៅយើងមិនបើកទ្វារឲ្យទេនេះជាព្រះរាជបញ្ជារបស់ព្រះករុណាជាអម្ចាស់ជីវិតមកលលើត្បូងនេះទ្វារឯងមិនអាចជំទាស់បានទេត្រូវតែបើកទ្វារឲ្យឆាប់ឡើងយើងគ្រប់ណាស់ព្រះករុណាហើយយើងមិនដែលជំទាស់ព្រះរាជបញ្ជាទេប៉ុន្តែយើងសូមពេជ្ជឃាតទាំងអស់គ្នារងចាំដល់ភ្លឺសិនទៅទើបយើងបើកទ្វារឲ្យមែនហើយព្រោះច្បាប់មិនអនុញ្ញាតឲ្យបើកទ្វារបញ្ចេញមនុស្សយកទៅសម្រាប់ទាំងយប់ដូចនេះទេបានជាយើងមិនបើកទ្វារឲ្យយ៉ាងនេះព្រោះយើងជឿថាអ្នកទោសនេះពិតជាមិនទាន់បានឆ្លងកាត់ការជំនុំជម្រះស្រួលបួននៅឡើយទេត្រូវហើយវានឹងអាចមានការស្ដាយក្រោយដូចជារឿងមហាសេដ្ឋីសម្រាប់ឆ្កែអញ្ចឹងតើរឿងមហាសេដ្ឋីសម្រាប់ឆ្កែនោះយ៉ាងណាទៅនិទានឲ្យយើងស្ដាប់ផងបានទេនិទានឲ្យគេស្ដាប់ទៅបើពេជ្ជគិតចង់ស្ដាប់ដូច្នេះមិនអីទេចាំយើងនិទានឲ្យស្ដាប់ចុះហើយជួយពិចារណាផងដើម្បីកុំឲ្យមានការភ័ន្តច្រឡំដូចជារឿងនោះទៀតកាលពីព្រេងនាយមានមហាសេដ្ឋីម្នាក់មានសម្បត្តិទ្រព្យ8កោដឃ្លាំងហើយបានចិញ្ចឹមឆ្កែចំនួន500ក្បាលដើម្បីចាំរក្សាសម្បត្តិទ្រព្យទាំងនោះណែអាឆយអញឲ្យឯងទៅស៊ើបពីសេដ្ឋីដែលមានសម្បត្តិ8កោដឃ្លាំងតើបានការចំណាហើយបានលោកនាយខ្ញុំបានទៅស៊ើបការដឹងអស់ហើយគឺមហាសេដ្ឋីនោះពិតជាមានសម្បត្តិ8កោដឃ្លាំងមែនលោកនាយបើអញ្ចឹងពួកយើងទាំងអស់គ្នានេះត្រូវរៀបចំអាវុធយុទ្ធភ័ណ្ឌឲ្យបានគ្រប់គ្នាដើម្បីទៅប្លន់យកទ្រព្យសម្បត្តិពីសេដ្ឋីនោះឲ្យអស់ឲ្យធ្លាក់ខ្លួនក្រវិញម្ដងកុំឲ្យធ្វើជាអ្នកមានយូរពេកតែយើងមិនអាចចូលទៅប្លន់សេដ្ឋីនោះបានងាយងាយដោយធ្លាប់ប្លន់កន្លែងមុននោះទេព្រោះសេដ្ឋីនោះមានចិញ្ចឹមឆ្កែដល់ទៅ500ក្បាលសម្រាប់ការពារទ្រព្យសម្បត្តិទាំង8កោដឃ្លាំងនោះលោកនាយយីសេដ្ឋីនោះពិតជាឆ្លាត